របស់យើងមានការរីកចម្រើននៅពេលដែលយើងប្រើប្រាស់ទៅផលិតផលក្នុងស្រុកណាបាទបងប្អូនពីមុនចង់បានកម្មវិធីរឿងល្បីរឿងប្លែកឲ្យបងប្អូនយើងទស្សនិកជននឹងគ្រប់គ្រងច្រើនហ្នឹងលុះត្រាតែអីលុះត្រាតែយករបស់មកពីបរទេសមានគេឈ្មោះប្រកួតនៅសង្វៀនធំចេះទូចចេះបាទមានខ្សែក្រវ៉ាត់ចេះបាទប្រកួតថ្មីនឹងឈ្នះនេះឈ្នះនេះកំពុងតែល្បីនៅស្រុកគេនឹងទៀតបានធ្វើឲ្យកម្មវិធីផ្ទុះឡើងមានការគ្រប់គ្រងតែឡើយអត់ទេបាទផលិតផលក្នុងស្រុកវិលទៅវិលមកគេអូបងប្អូនយើងពេញចិត្តមែនទេបាទបើសិនជាប៉ះគ្នាបងប្អូនយល់ឃើញថាអាទិទេពឬក៏បាញ់កាយ៉ាស៊ីននឹងទទួលបាននៅលទ្ធផលក៏ដូចជាប៉ែមជាងជាងបងប្អូនជួយខមមិនម្នាក់មួយផងបាទគ្រប់ជំរាបសួរបងប្អូនដែលតែងតែនិយមនឹងតាមដានស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរគុណដូនតាយើងណាបាទតែតើសប្តាហ៍នេះរំលឹកមកវិញបន្តិចបងប្អូនតើតើនឹងគ្រូផាន់គឺនិយាយមែនទៅគឺជាសប្តាហ៍មាសរបស់គាត់តែម្ដងដោយសារក្នុងនោះពេជ្រអាទិទេពក៏ទទួលបានដុំមាសហើយសម្រាប់ក្បីព្រៃពេជ្រសម្បត្តិក្បីព្រៃពេជ្រសម្បត្តិក៏គេទទួលបាននៅកំប៉ុងមាសផងដែរបងប្អូនអញ្ចឹងចង់បញ្ញាក់អារម្មណ៍បន្តិចតើតើនឹងរឿងអាទិទេពមុននឹងការប្រកួតមកដល់និយាយមែនតើគ្រូផាន់ធ្លោយទៅមួយទេសម្រាប់សប្តាហ៍នេះគឺពេជ្រវិបុលសុខបាទជុំទី1ធ្វើបានល្អមែនតើមកដៃពីរដៃបើកលុយបាទគឺថាឡើងទៅកាន់វគ្គបដិពុតប៉ះជាមួយនឹងកូនសិស្សរបស់លោកគ្រូធុនសុភាបាទធុនចំណាប់វិញម្ដងគឺថា3ទឹកបាទតែយ៉ាងណាគឺគាត់ស៊ូទ្រាំមែនទែនរហូតដល់ដើមទឹកទី3នាទីទី1ជាងគឺថាចូលជង្គង់ណែនពេកពីសំណាក់កូនសិស្សរបស់លោកគ្រូធុនសុភាគឺកីឡាករធុនចំណាប់នឹងឯងដែលជាប្អូនប្រុសបង្កើតផងដែររបស់កីឡាករធុនផានិតដែលធ្វើឲ្យគាត់ហ្នឹងគឺបោះបង់ការប្រកួតគឺថាភ្លាត់តែមួយនឹងទេបាទអញ្ចឹងយើងចូលសាច់រឿងបន្តិចតែទៅនឹងពេជ្រអាទិទេពហើយនឹងកីឡាករប៉ែនកយ៉ាស៊ីនជោគជ័យដូចគ្នាយ៉ាស៊ីនទើបតែទទួលបានថវិកា 10000 ក៏ដូចជាខ្សែក្រវ៉ាត់មួយដែរទើបតែឈ្នះប៊ុនសុធា5ទឹកពេញដល់ស្វិតស្វាញដែលធ្វើឲ្យគេមើលឃើញថាយ៉ាស៊ីនវាយ5ទឹកលែងហត់លែងហត់លែងលក្ខណៈថាចេញអាការៈណាមួយដែលធ្វើឲ្យដៃគូកត់សម្គាល់បានណាបាទអញ្ចឹងក៏តកតងអាទីទេពក៏គេមិនធម្មតាដែរជារឿងនឹកស្មានមិនដល់ដូចគ្នាតកតងតំណឹងទី1គឺផ្ដួលខេមឆាន់ហើយក្នុងចំណោម3អ្នកផ្សេងនៅក្នុងការប្រកួតបែប Format Tournament ហ្នឹងគឺគាត់លក្ខណៈថាបារម្ភជាងគេចំពោះខេមឆាន់ហ្នឹងឯងតែមកចាប់ឆ្នោតមកវិលជុំមួយគឺខុនឡាំងកូស៊ីនប៉ះជាមួយហ៊ឹមកំរៀងក៏បោះបង់ការប្រកួតទៀតហឹមកំរៀងក៏គេឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ហើយសម្រាប់កីឡាករពេជ្រអាទិទេពក៏គេបានទៅកាន់វគ្គផ្ដាច់ព្រាត់ដោយផ្ដួលខេមច័ន្ទត្រឹមតែនាទី1ជាងតែម្ដងតែប៉ុណ្ណោះដែលជាថាឧបសគ្គសម្រាប់គេដែលគេគិតមើលណាហើយក៏ជាការទុទាយជាជំរឿសរបស់បងប្អូនមួយចំនួនដែរថាអាចនឹងបានទៅដុំមាសទៅលើខេមច័ន្ទអ្វីដែលយើងដឹងគឺចាប់សពគ្រប់ហើយគឺខេមច័ន្ទហឹមកំរៀងកីឡាករខុនឡាំងកូស៊ីនមកចាស់ខ្សែក្រវ៉ាត់វើកថ្មីនេះដែរអមពីថាវិការ 10000 គឺថាអត់អាចឡើងទៅកាន់វគ្គជោគជ័យបានទេអ្នកដែលជោគជ័យគឺអាទិទេពចុះបើសិនជាអាទិទេពទៅប៉ះជាមួយយ៉ាស៊ីនដោយដែលមានការក្រងទុកពីសំណាក់លោកគ្រូពេជ្រសុផាន់ក៏ដូចជាសេនមុនថេនមុននឹងធ្វើការប្រកួតកម្មវិធីវើកនេះមកដល់បងប្អូនគឺមានការញុះញង់ឲ្យប៉ះគ្នាផងដែរខណៈដែលគីឡូ54របស់យ៉ាស៊ីនអាចនឹងពិបាកក្នុងការសម្រកអញ្ចឹងហើយអាចមកដល់57ប៉ះជាមួយអាទិទេព57គឺថាត្រូវគ្នាតែម្ដងក្នុងកម្មវិធីណាមួយក៏យើងអត់ទាន់ដឹងដែរតែបើថាគូនេះមែនតើប្រចាំបែប format នេះទេបងប្អូនគឺថាប៉ះគ្នាយកអ្វីមួយតែមកមិនមែនតែរឿងខ្សែក្រវ៉ាត់វាច្រើនពេកសម្រាប់ស្រុកយើងណាបងប្អូនអញ្ចឹងយើងអាចថាដាច់ណែរៀបចំលុយប្រហែលអញ្ចឹងទៅមកដាក់លើជើងពៀនជើងមកទៅគ្រូនឹងគាត់ដាក់បន្ថែមខ្លួនគាត់ទេក៏កាន់តែពិសេសជាងក៏កាន់តែក្រៅទៀតដែរបាទនេះមិនថាគ្រប់គ្រងក្នុងការយកកីឡាធ្វើលបាយនេះទេបងប្អូនតែដើម្បីញ៉ាំងឲ្យអ្នកទាំងពីរហ្នឹងក្លឹបទាំងពីរហ្នឹងខិតខំតែវឹកហាត់មែនតើបាទឲ្យខិតខំវឹកហាត់ឲ្យអស់ពីសមត្ថភាពណាបាទ5ទឹកមកខណៈដែលល្អដូចគ្នាអាទិទេពល្អដៃយ៉ាស៊ីនក៏ល្អមកចប់បើថាដៃអាចនឹងស្រាលជាងអាទិទេពប៉ុន្តែក៏មានចំណុចខ្លឹមចំណុចឆ្ងាញ់រៀងខ្លួននៅក្នុងនឹងបានប៉ះគ្នាទៀតណាមិនដឹងថាជាតិប៉ុណ្ណាទេបាទហើយនេះក៏សបញ្ជាក់ឲ្យឃើញថាគុណខ្មែររបស់យើងមានការរីកចម្រើននៅពេលដែលយើងប្រើប្រាស់ទៅផលិតផលក្នុងស្រុកណាបាទបងប្អូនពីមុនចង់បានកម្មវិធីរឿងល្បីរឿងប្លែកឲ្យបងប្អូនយើងទស្សនិកជននឹងគ្រប់គ្រងច្រើនហ្នឹងលុះត្រាតែអី
លុះត្រាតែយករបស់មកពីបរទេសមានគេឈ្មោះប្រកួតនៅសង្វៀនធំចេះទូចចេះបាទមានខ្សែក្រវ៉ាត់ចេះបាទប្រកួតថ្មីនឹងឈ្នះនេះឈ្នះនេះកំពុងតែល្បីនៅស្រុកគេនឹងទៀតហើយបានធ្វើឲ្យកម្មវិធីផ្ទុះឡើងមានការគ្រប់គ្រងតែឥឡូវអត់ទេបាទផលិតផលក្នុងស្រុកវិលទៅវិលមកថាអូបងប្អូនយើងពេញចិត្តមែនទេបាទបើសិនជាប៉ះគ្នាបងប្អូនយល់ឃើញថាអាទិទេពឬក៏បាញ់កាយ៉ាស៊ីននឹងទទួលបាននៅលទ្ធផលក៏ដូចជាបែបជាងយើងបងប្អូនជួយខមមិនម្នាក់មួយផងបើសម្រាប់ខ្ញុំបាទក្នុងចិត្តបាទគឺអាចទាំងយ៉ាស៊ីនច្រើនជាងសម្រាប់ខ្ញុំណានេះទស្សនៈរបស់ខ្ញុំទេចុះបងប្អូនបាទខ្ញុំមានតែប៉ុណ្្នឹងដើម្បីជាសារក៏ជាព័ត៌មាននៃការយកឃើញផ្ទាល់ខ្លួនរបស់ខ្ញុំបាទមានចំណុចខ្វះខាតលើត្រង់ណាក៏សូមខន្តីអភ័យទោសពីសំណាក់បងប្អូនដែលនិយមគុណខ្មែរផងដែរបាទសូមអរគុណសូមគោរពលា